សម្ដេចតេជោបដិសេធចំពោះការផ្សាយរបស់សារព័ត៌មានថៃដែលថាកម្ពុជាមានទាហានរុស្ស៊ីនិងជនបរទេសស៊ីឈ្នួលជួយប្រយុទ្ធប្រឆាំងការឈ្លានពានរបស់ថៃសម្ដេចតេជោហ៊ុនសែនប្រធានប្រតិភិកម្ពុជានៅរសៀលថ្ងៃទី16ធ្នូឆ្នាំ2025នេះបានចេញមកបដិសេធចំពោះការផ្សាយរបស់សារព័ត៌មានថៃមួយចំនួនដែលថាកម្ពុជាមានទាហានរុស្ស៊ីនិងជនបរទេសជួយប្រយុទ្ធប្រឆាំងការឈ្លានពានរបស់ថៃសម្ដេចតេជោហ៊ុនសែនបញ្ជាក់ប្រាប់ទៅភាគីថៃថាតាំងពីអ៊ុនតាក់ដកចេញពីកម្ពុជានៅឆ្នាំ1993មកកម្ពុជាមិនដែលមានជនជាតិរុស្ស៊ីឬជនជាតិបរទេសផ្សេងទៀតចូលរួមការប្រយុទ្ធលើសមរភូមិធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពកម្ពុជានោះឡើយយោងតាមសំណេររបស់សម្ដេចតេជោបានបញ្ជាក់មានខ្លឹមសារទាំងស្រុងថាប៉ុន្មានថ្ងៃមកនេះមានការចុះផ្សាយដោយសារព័ត៌មានថៃមួយចំនួនដោយបានលើកឡើងថាមានទាហានរុស្ស៊ីនិងជនបរទេសមួយចំនួនកំពុងចូលរួមប្រយុទ្ធនៅកម្ពុជាសម្ដេចបញ្ជាក់ថាដើម្បីរក្សានៅសេចក្តីថ្លៃថ្នូររបស់កម្ពុជាក៏ដូចជារបស់រុស្ស៊ីនិងជនបរទេសផ្សេងទៀតដែលត្រូវបានគេចោទខ្ញុំសូមបញ្ជាក់ជូនថាកម្ពុជាពុំមានជនជាតិរុស្ស៊ីឬជនជាតិបរទេសផ្សេងទៀតចូលរួមការប្រយុទ្ធលើសមរភូមិឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពកម្ពុជានោះឡើយកម្ពុជាមិនមានយោធាបរទេសលើទឹកដីកម្ពុជាកើតមានតាំងពីអ៊ុនតាក់ដកចេញពីកម្ពុជានៅឆ្នាំ1993មកម្លេះសម្ដេចតេជោទទួលស្គាល់ថាកម្ពុជាធ្លាប់មានយោធាបរទេសចូលមកដើម្បីធ្វើសម្ពយុទ្ធចម្រុះជាតិសាសន៍ឬទ្វេភាគីនៅលើទឹកដីកម្ពុជាពិសេសកងទ័ពជើងទឹកបរទេសដែលមកតាមច្រកសមុទ្រខេត្តប្រស័យហនុដែលនេះជាទម្លាប់ធម្មតាដែលប្រទេសផ្សេងទៀតធ្លាប់បានធ្វើដូចគ្នាក្នុងក្របខ័ណ្ឌនៃកិច្ចសហការក្នុងវិស័យការពារជាតិមិនតែប៉ុណ្ណោះសម្ដេចក៏ទទួលស្គាល់ផងដែរថាពេលនេះមានជនជាតិបរទេសជាច្រើនជាតិសាសន៍កំពុងស្នាក់នៅកម្ពុជាដែលជាទេសចរវិនិយោគិនអ្នកបច្ចេកទេសអ្នកធ្វើការឲ្យក្រុមហ៊ុនបរទេសឬក្នុងស្រុកឡាតែអ្នកទាំងនោះមិនពាក់ព័ន្ធជាមួយវិស័យយោធាឬការប្រយុទ្ធនោះឡើយសូមជម្រាបជូនថាក្រោយពីកាសែតថៃបានផ្សាយពីជនជាតិរុស្ស៊ីស៊ីឈ្នួលឲ្យកម្ពុជាស្ថានទូតរុស្ស៊ីប្រចាំប្រទេសថៃនៅថ្ងៃទី15ធ្នូបានចេញសេចក្តីថ្លែងការណ៍ទាត់ចោលរបាយការណ៍ខាងលើសេចក្តីថ្លែងការណ៍ដែលចេញផ្សាយលើទំព័រ Facebook បានរៀបរាប់ថាស្ថានទូតរុស្ស៊ីប្រចាំប្រទេសថៃបានកត់សម្គាល់របាយការណ៍ដែលចរាចរណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយថៃមួយចំនួនដែលចោទប្រកាន់ពីការចូលរួមដែលអាចកើតមានរបស់ជនជាតិរុស្ស៊ីជាទាហានស៊ីឈ្នួលដែលភាគីកម្ពុជាជួលឲ្យចូលរួមក្នុងចំនួនព្រំដែនថៃកម្ពុជាការអះអាងដែលគ្មានមូលដ្ឋានបែបនេះទំនងជាបង្កើតឡើងពីខាងក្រៅតំបន់ហាក់ដូចជាមានបំណងរំលោភលើសិទ្ធិរបស់ពលរដ្ឋរុស្ស៊ីដែលមានវត្តមាននៅទីនេះក្នុងនាមជាអ្នកទេសចរឬសម្រាប់គោលបំណងអាជីវកម្មនិងធ្វើឲ្យខូចទំនាក់ទំនងមិត្តភាពប្រពៃណីរវាងរុស្ស៊ីនិងថៃ